ខាងនាងតើអ្នកចិត្តរួចរាល់ហើយឬនៅចិត្តដល់ពេលហើយចិត្តរួចហើយសៀនពាក់ខ្សែឲ្យខ្ញុំបន្តិចបានទេបងស្រីអ្នកពិតជាយល់ពីខ្ញុំច្បាស់ជាងគេបំផុតខ្សែនេះពិតជាស័ក្តិសមនឹងឯងណាស់វាមើលទៅស្អាតណាស់នេះក៏ជាថ្ងៃរៀបការរបស់បងស្រីខ្ញុំហេតុអ្វីបានជាអ្នកមិនស្លៀករ៉ូបអាពាហ៍ពិពាហ៍គាត់ជាប្រមុខគ្រួសារអ្នកមានម្នាក់ខ្ញុំក៏ជាប្រធានគ្រួសារខាងដែរយើងជាអាពាហ៍ពិពាហ៍មុខជំនួញអ្វីដែលខ្ញុំស្លៀកពាក់មិនមែនជារឿងរបស់គាត់ទេមែនហើយអ្វីដែលបងស្រីខ្ញុំនិយាយគឺសមហេតុផលទាំងអស់ត្រូវហើយ140000 47 933 00 50 900យ៉ាងណាក៏ដោយឡងមីងលោកប្រុសទី2របស់អ្នកទោះបីជាគាត់មានរូបរាងសង្ហាក៏ដោយប៉ុន្តែចរិតមិនធម្មតានឹងមានរបស់គាត់ធ្វើឲ្យគាត់ហាក់ដូចជាមិនដូចមនុស្សគួរឲ្យគោរពម្នាក់តើអ្នកចូលចិត្តអ្វីពិតប្រាកដអំពីគាត់ខ្ញុំមិនខ្វល់ពីប្តីតតែសោះកន្លែងណាដែលបងស្រីខ្ញុំទៅខ្ញុំនឹងទៅបងស្រីខ្ញុំទៅគ្រួសារអ្នកមានបន្ទាប់មកខ្ញុំនឹងទៅគ្រួសារអ្នកមានដែរអ្នកនាងធំនិងអ្នកនាងទី2ជនហោះឯកជនរបស់គ្រួសារអ្នកមានមួយបានជួបប្រទេសនឹងអាកាសធាតុដែលមានខ្យល់បក់ខ្លាំងពេលវេលាចុះចតគឺយឺតជាងការរំពឹងទុក4ម៉ោងពិធីមង្គលការប្រហែលជាត្រូវពន្យាពេលរហូតដល់ថ្ងៃស្អែកខ្ញុំបានបំពេញការវិភាគរបស់ខ្ញុំសម្រាប់ខែនេះរួចហើយថ្ងៃនេះជាថ្ងៃតែមួយគត់ដែលខ្ញុំមានពេលទំនេរយ៉ាងណាក៏ដោយវាជាអាពាហ៍ពិពាហ៍ជំនួញដូចគ្នានេះដែរប្រសិនបើកូនក្រមុំមានវត្តមានពិធីមង្គលការនៅតែដំណើរការនេះតើអ្នកមិនបាននៅអ្វីដែលខ្ញុំនិយាយទេបាទបងស្រីថ្ងៃនេះជាថ្ងៃរៀបការរបស់យើងហត់ណាស់ឥឡូវនេះសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគូស្វាមីភរិយាថ្មីថ្មោងពីរគូនៅពេលដែលពួកគេចូលមកសូមធ្វើអត្តឃាតចុះអ្នកអើយមានន័យយ៉ាងណាការបង្ហាញខ្លួនលើកដំបូងរបស់កូនកំឡោះគឺជាមូលហេតុនៃការរស់ឡើងវិញនៃគ្រួសារទាំងពីរអ្នកណាដែលមិនដឹងច្បាស់ជាងនេះនឹងគិតថាពួកគេកំពុងរៀបការនាយជាប្រមុខគ្រួសារខាងគឺជានាយដែលមិនចាំបាច់ចៅវាយនាយវ័យក្មេងដែលមានទ្រព្យសម្បត្តិក៏ជាចៅវាយនាយដ៏ខូខើនិងមើងម៉ាត់ម្នាក់ដែរអ្នកទាំងពីររស់នៅជាមួយគ្នាតើអ្នកទាំងពីរអាចមានរយៈពេល3ខែបានទេអ្វីដែលអ្នកកំពុងនិយាយអ្នកគិតថាអ្នកនាងខាងប៉ុន្តែតើចៅវាយវ័យក្មេងទី2អាចនៅបានយូរទេទាំងពីរនេះតាក់ទងនឹងការដឹកជញ្ជូនពួកគេអាចឆ្លោះគ្នាបានទោះបីជាពួកគេនៅជាមួយគ្នាពេញមួយថ្ងៃក៏ដោយឥឡូវនេះសូមអញ្ជើញគូស្វាមីភរិយាថ្មីថ្មោងឲ្យបដូរចិញ្ចៀនបងស្រីនេះមិនមែនជាចិញ្ចៀនមរតករបស់គ្រួសារខាងទេហេតុអ្វីបានជាអ្នកយករបស់នេះមកឲ្យខ្ញុំអ្នកតែងតែចង់យកពួកគេលេងសើចមែនទេចូលព្រមទេអរគុណបងស្រីអ្នកគឺល្អបំផុតសម្រាប់ខ្ញុំសូមអបអរសាទរសូមអបអរសាទរអរគុណសូមអបអរសាទរប្រសិនបើអ្នកអង្គុយគេងសូមត្រឡប់ទៅសម្រាកវិញវីឡារបស់អ្នកស្ថិតនៅក្នុងសានដុនទៅសម្រាកទៅអូនិយាយអញ្ចឹងឆ្នាំនេះមានពុកឆ្នាំសម្រាប់អាការៈស្រវឹងកុំផឹកច្រើនពេកហើយសម្រាកទៅមិនអីទេខ្ញុំនឹងទៅឥឡូវនេះប្រពន្ធទី2បានមកដល់អគារទី3អាហានោះមិនមែនជាឡានរបស់អ្នកនាងទី2ទេអូអគារនេះប្រកាសជាបន្ទប់រៀបការរបស់អ្នកនាងហើយពូ65 00 04 0966 00 04 433ខ្ញុំបានមកដល់ផ្ទះគ្រួសារហើយ68 00 04 44 266 00 04 46 00 បងប្រុសខ្ញុំត្រជាក់ណាស់ខ្ញុំចូលទៅខាងក្នុងសិនហើយចាំមួយផ្លែតសិនអ្នកនាងទី2នៃគ្រួសារខាងនៅក្មេងនៅឡើយប្រាប់ខ្ញុំអំពីចរិតរបស់អ្នកកុំបៀតបៀនអ្នកដទៃខ្ញុំដឹងហើយបងប្រុសទៅបានហើយ
ทางសានបានចេញសេចក្តីថ្លែងការណ៍មួយនៅលើអ៊ីនធឺណិតនៅក្នុងផ្សារទំនើបតើអ្នកនឹងប្រើថង់ទឹកអប់តូចបែបនេះទេនេះគឺជាចិញ្ចៀនតែមួយគត់របស់មេគ្រួសារខាងខ្ញុំប្រហែលជាគិតច្រើនពេកហើយមានរឿងអ្វីកើតឡើងតើមានការដាច់ចរន្តអគ្គិសនីទេភ្លៀងធ្លាក់ខ្លាំងនេះទំនងជាបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីតើមនុស្សបែបនេះនៅឯណាយប់អាពាហ៍ពិពាហ៍បានលេចចេញមកនៅទីនេះតើអ្នកណាទៀតដែលអាចជាក្រៅពីប្តីរបស់អ្នកដូច្នេះអ្នកគឺជាខ្យល់គួរឲ្យខ្លាចណាស់ជាមេគ្រួសារខាងខ្ញុំតែងតែចង់ជៀសវាងហានិភ័យទាំងអស់ដែលពាក់ទងនឹងសម្រស់តើនេះក៏ជាផ្នែកមួយនៃផែនការរបស់អ្នកដែរឬទេវាគ្រាន់តែជាគោលលាន់ប៉ុណ្ណោះកុំរត់ខ្ញុំនឹងនៅជាមួយអ្នកចាំបន្តិចខ្ញុំមិនទាន់រួចរាល់នៅឡើយទេល្អខ្ញុំនឹងទន់ភ្លន់ខ្ញុំនឹងនៅម្នាក់ឯងខ្ញុំត្រូវការស្នេហាលើកចុងក្រោយដែលខ្ញុំបានឃើញប្អូនស្រីតូចម្នាក់នេះមកពីគ្រួសារខាងគឺ10ឆ្នាំមុនអនុញ្ញាតឲ្យខ្ញុំរៀបការជាមួយអ្នកនាងបែបនេះខ្ញុំពិតជាសាហាវមែនឲ្យលោកឲ្យ100 200 07 45 300 0007 46 466តើអ្នកឃើញរឿងនេះដោយរបៀបណាពួកគេទាំងពីរនាក់ជាស្ត្រីពេញវ័យនោះណា105 0007 50 866 0007 54 533តើអ្នកណាទៀតដែលអាចនៅទីនេះក្នុងយប់អាពាហ៍ពិពាហ៍របស់ពួកគេជាការពិតណាស់វាជាស្វាមីរបស់អ្នកស្វាមីហេចូលគេងទៅខ្ញុំនឹងទៅដេកក្នុងបន្ទប់ភ្ញៀវត្រឡប់មកវិញឆាប់មកផលិតកូនឥឡូវនេះតើអ្នកស្រវឹងទេដឹងហេតុអ្វីបានជាអ្នកមិនអាចធ្វើវាបានអ្នកនិយាយថាអ្នកណាមិនល្អចាប់តាំងពីអ្នកមិនអាចខ្ញុំនឹងលែងលះគ្នានៅថ្ងៃស្អែកខ្ញុំនឹងទៅយកមួយថ្មីពីកៅអីអ្នកដំណើរថាតើខ្ញុំអាចធ្វើវាបានឬអត់អ្នកនឹងដឹងនៅពេលអ្នកសាកល្បងខាងនាងមិនមែនជាក្មេងស្រីផ្អែមល្ហែមទេហេតុអ្វីបានជាសក់ខ្លីនៅតែខ្លីបន្ទាប់ពីអ្នករួចរាល់ហើយសូមនៅឲ្យឆ្ងាយពីខ្ញុំមានរឿងអ្វីកើតឡើងនៅទីនេះខ្ញុំមានអារម្មណ៍ដូចជាព្រះច័ន្ទមួយអត្ថច័ន្ទគ្រាន់តែបោះវាចោលបន្ទាប់ពីអ្នកប្រើវារួចយើងចូលគេងហើយចាំយើងនិយាយគ្នាថ្ងៃស្អែកបន្ធូរការក្តាប់របស់អ្នកបន្តិចខ្ញុំហត់ណាស់ដកដង្ហើមមិនរួចកុំរញ៉េញ៉ៃនឹងច្បាប់គ្រួសារអ្នកមានថ្ងៃដំបូងរបស់គូស្វាមីភរិយាថ្មីថ្មងយោងទៅតាមទម្លាប់វាមិនអីទេក្នុងការពន្យាពេលភ្ញាក់ពីដំណេក1ម៉ោងនៅសល់3នាទីទៀតអ្វីខ្ញុំមិនត្រូវការអ្នកផ្សេងដាស់ខ្ញុំទេខ្ញុំនឹងមិនរើរយៈពេល3នាទីសូម្បីតែ3វិនាទីក៏មិនបានដែរ
បងថ្លៃតើអ្នកមកដល់ទីនេះដោយរបៀបណាហេតុអ្វីបានជាអ្នកមិននៅទីនេះច្បាស់ជាមានការយល់ច្រឡំខ្លះនៅក្នុងករណីរបស់ທາງសានឡុងគូតើអ្នកណែណាឡុងមីងអ្នកគឺທາងសានចាស់គឺខ្ញុំឈ្មោះឡុងគូខ្ញុំគិតថាយើងត្រូវបញ្ចប់កិច្ចសន្យាឡុងគូមានរឿងអ្វីកើតឡើងថែរក្សាប្អូនស្រីរបស់ខ្ញុំជាមុនសិនយើងនឹងទៅដល់ឥឡូវនេះសូមស្លៀកសម្លៀកបំពាក់របស់អ្នកជាមុនសិនបងស្រីរបស់អ្នកនឹងអាមីងនឹងមកដល់ឆាប់នេះសម្លៀកបំពាក់របស់ខ្ញុំនៅក្នុងបន្ទប់មួយទៀតពីមុនអ្នកបម្រើរបស់គ្រួសារនេះតែងតែយកវាមកឲ្យខ្ញុំវិញតើអ្នកអាចជួយទៅយកឲ្យខ្ញុំបានទេអរគុណទៅយកសម្លៀកបំពាក់ដោយខ្លួនឯងអូចឹងក៏បានដែរមិនអីទេនៅទីនេះចុះខ្ញុំនឹងទៅយកវាមកឲ្យអ្នកនេះចាប់ដូរទៅ160 00 12 8 100 00 12 81 900តែស្បែកជើងរបស់ខ្ញុំនៅឯណាវាពិតជាល្អណាស់ស្បែកជើងនៅខាងក្រៅខ្ញុំនឹង3នាក់ចេញទៅតើអ្នកញ៉ាំទេពេលវេលាអាហារពេលព្រឹកបានកន្លងផុតទៅហើយពេលវេលានេះមិនស័ក្តិសមសម្រាប់ការញ៉ាំអាហារទេបងស្រីទីបំផុតអ្នកបានមកដល់ហើយនាងតើឡុងគូបានបង្ខំឯងមែនទេយប់មិញអគ្គិសនីដាច់ហើយខ្ញុំក៏ខ្លាចគោលាន់ដែរខ្ញុំច្រឡំគាត់ខ្ញុំបានអបគាត់ហើយបន្ទាប់មកខ្ញុំបានដឹងអ្វីទាំងអស់វាប្រហែលជាភ្លៀងធ្លាក់ខ្លាំងកាលពីយប់មិញស្លឹកឈើបានបិទបាំងលេខផ្ទះសម្រាប់រុនទី3និងទី8យើងបានទៅបន្ទប់ខុសតើយើងគួរធ្វើអ្វីឥឡូវនេះនាងតើអ្នកចង់នៅក្នុងគ្រួសារនេះទេបងស្រីខ្ញុំនៅទីណាក៏ដោយខ្ញុំនឹងនៅទីនោះដូច្នេះតើអ្នកគិតយ៉ាងណាដែរតើឡុងគូយ៉ាងម៉េចដែរខ្លាំងណាស់វាមិនមែនថាខ្ញុំចង់មានន័យថាគាត់ជាមនុស្សប្រភេទណាវាមិនអីទេដោយសារតែស្ថានភាពដែលមិនបានមើលឃើញទុកជាមុនអ្វីបានคล้ายទៅជាការពិតរួចទៅហើយអញ្ចឹងយើងដូរដៃគូរៀបការចុះ188 00 13 52 730 00 13 54 200អញ្ចឹងយើងដូរដៃគូរៀបការចុះយ៉ាងណាក៏ដោយយើងនឹងរៀបការមុនគេហើយបន្ទាប់មកយកសម្បត្តិអាពាហ៍ពិពាហ៍គ្មាននរណាម្នាក់អាចបញ្ឈប់គ្រួសារទាំងពីររបស់អ្នកពីការសម្រេចបាននៅកម្លាំងរួមរបស់អ្នកបានទេខ្ញុំមិនដែលគិតអំពីផែនការជីវិតទេដើម្បីបញ្ជាក់វាហាក់ដូចជាប្រពន្ធទូចម្នាក់ដែលត្រូវការមោទនភាពដោយប្រុងប្រយ័ត្នប៉ុន្តែនេះជាមធ្យោបាយតែមួយគត់ដើម្បីរក្សាអាថ៌កំបាំងទាំងពីរដំណោះស្រាយមួយដែលបង្កើនអត្ថប្រយោជន៍នៃសូនមិនអីទេនោះជាអ្វីដែលអ្នកបាននិយាយតើអ្នកមិនសម្រេចចិត្តលើរឿងនេះទេតើអ្នកមិនសុំយោបល់ពីខ្ញុំទេមានអ្វីដែលអ្នកមិនសប្បាយចិត្តកាលពីយប់មិញទេអ្នកនៅតែមានភាពរីករាយខ្លាំងមែនទេតើអ្នកកំពុងនិយាយអំពីរឿងមិនសមហេតុផលអ្វីមិនអីទេអ្នកមិនចាំបាច់បន្តការភ្ជាប់ពាក្យទេលោកប្រធានាធិបតីឡុងជំនាន់គ្រួសារឡុងក្រៅពីឡុងគូតើមានបរិបទផ្សេងទៀតនៅទីនោះទេសួស្តីអ្នកណាថាខ្ញុំមិនយល់ស្របខ្ញុំយល់ស្របយល់ព្រមបងប្រុសណាប្អូនប្រុសរបស់ខ្ញុំមានប្អូនប្រុសតែម្នាក់គត់ហេតុអ្វីបានជាអ្នកធ្វើបាបប្អូនស្រីរបស់ខ្ញុំសូមអភ័យទោសប៉ុន្តែវាត្រូវបានដោះស្រាយរួចហើយឡុងគូខ្ញុំប្រកូលនាងឲ្យអ្នកខ្ញុំមានរឿងផ្សេងទៀតដែលត្រូវធ្វើនៅកន្លែងធ្វើការខ្ញុំនឹងទៅឥឡូវនេះ215 00 15 03 400 00 15 061 200បងប្រុសឲ្យអ្នកពិតជាកូនចាស់មែនតើខ្ញុំអាចខំស្មៅទុនបែបនេះដោយរបៀបណាហាហាតើអ្នកជាអ្នកចាញ់ឬខ្ញុំជាអ្នកព្យាបាលអ្នកតើខ្ញុំកំពុងចាក់ចេញដើម្បីឆ្លងកាត់ទុក្ខលំបាកមែនទេលាហើយ
លោកប្តីថ្ងៃនេះបងមើលទៅស្អាតណាស់ក្នុងឈុតនោះអ្នកមើលទៅសង្ហាជាពិសេសហើយខ្ញុំថាម៉េចមិញខ្ញុំមិនអាចហៅអ្នកបែបនោះទេខ្ញុំមិនសូវស៊ាំនឹងការដែលគេហៅខ្ញុំបែបនេះទេគ្រាន់តែហៅខ្ញុំធម្មតាក៏បានដែរតើបងប្រុសឡុងសុខសប្បាយជាទេបងប្រុសឡុងអាវរបស់បងមើលទៅស្អាតណាស់អ្នកមើលទៅសង្ហាជាពិសេសខ្ញុំមានរឿងខ្លះត្រូវធ្វើរៀបអីនេះងុនរបស់អ្នកខ្ញុំនឹងត្រឡប់មកវិញក្នុងរយៈពេល 2 ម៉ោងទៀតដើម្បីទៅទទួលអ្នកហើយនាំអ្នកត្រឡប់ទៅណាចុងវិញដូច្នេះអ្នកចាក់ចេញឆាប់មែនទេស្ដាប់បងប្រុសឡុងគ្រាន់តែគិតម្ដងម្កាលទោះបីជានៅក្មេងក៏ដោយការបន្ថែមជើងដែលហាក់ដូចជាចូលចិត្តធ្វើពុតជាគួរឲ្យស្រឡាញ់ធ្វើឲ្យការវីនណាម្នាក់កាន់តែខ្លាំងនៅតែចង់ស្ដាប់បង្គាប់បងប្រុសឡុងបាននិយាយថា 2 ម៉ោងដូច្នេះវាគឺ 2 ម៉ោងខ្ញុំមិនបានយឺតសូម្បីតែ 1 នាទីឡើងឡានទៅអេបងឡុងអេនីងសូមជួយអូសឲ្យខ្ញុំផងបងឡុងមានរឿងអ្វីបិទមាត់ទៅខ្ញុំមានមាត់សម្រាប់និយាយខ្ញុំមិនព្រមបិទមាត់ទេតើមនុស្សម្នាក់នេះអាចក្លាយជាមនុស្សបែបនេះដោយរបៀបណាខ្ញុំគ្រាន់តែព្យាយាមធ្វើល្អដាក់អ្នកប៉ុណ្ណោះហើយអ្នកបែរជាឆ្លើយដាក់ខ្ញុំហឺមចាប់ពីពេលនេះទៅហាមញ៉ាំអាហារនៅលើឡានហេតុអ្វីសំណល់អាហារនិងក្លិនមិនល្អនឹងមានវត្តមានដូច្នេះវាមិនត្រូវបានអនុញ្ញាតទេប៉ុន្តែខ្ញុំឃ្លានប្រសិនបើអ្នកឃ្លានសូមញ៉ាំអាហារ3ពេលឲ្យបានត្រឹមត្រូវក្នុងមួយថ្ងៃខ្ញុំបានដកថយពីខ្លួនឯងពីមុនយ៉ាងហោចណាស់7 ដងខ្ញុំនឹងបង្ហាញអ្នកពីបច្ចេកទេសនាងចូលចិត្តធ្វើខ្លួនគួរឲ្យស្រឡាញ់វាយខ្លាំងនៅតែមិនស្ដាប់បង្គាប់ខ្ញុំប្រាប់ហើយថាកុំឲ្យញ៉ាំវាតើអ្នកកំពុងធ្វើអ្វីខ្ញុំមិនកំពុងរកអាហារសម្រាប់ខ្លួនឯងទេរៀបចំអាហារពេលព្រឹកឲ្យអ្នកអរគុណនេះនឹងមិនត្រូវបានធ្វើម្ដងទៀតទេបងស្រីខ្ញុំក៏ចូលចិត្តអ្វីដែលគ្មានករណីលើកលែងទេប៉ុន្តែមានករណីជាច្រើនដែលមិនដែលមានម្ដងទៀតដែលខ្ញុំធ្លាប់ខ្ញុំឆ្ងល់ថាតើគាត់នឹងលើកលែងឲ្យខ្ញុំបានប៉ុន្មានដងជាជាងធ្វើវាម្ដងទៀតយើងបាននិយាយគ្នាកាលពីយប់មិញមែនហើយយប់មិញចូលយើងនិយាយគ្នាមិនអីទេតើយើងគួរនិយាយអំពីអ្វីដូចគ្នាពេះបិទនឹងបងស្រីខ្ញុំអ្វីដែលត្រូវនិយាយអំពីអ្នកដឹងហើយគ្រូសាខាងនិងគ្រូសាឡុងជាកម្មសិទ្ធិរបស់វិស័យពាណិជ្ជកម្មខ្ញុំដឹងបងស្រីរបស់អ្នកនិងស្វាមីរបស់គាត់បានចុះកិច្ចព្រមព្រៀងមុនរៀបការជាមួយខ្ញុំនៅពេលនោះសិទ្ធិនិងកាតព្វកិច្ចរបស់ភាគីទាំងពីរត្រូវបានកំណត់យ៉ាងច្បាស់លាស់ឥឡូវនេះមូលហេតុបានផ្លាស់ប្ដូរមករកអ្នកហើយដូចគ្នានេះដែរកិច្ចព្រមព្រៀងត្រូវបានទាមទារជាមុនមិនអីទេគ្មានបញ្ហាទេខ្លាចជាភរិយាអ្នកមានអ្នកត្រូវសហការជាមួយខ្ញុំដើម្បីចូលរួមឱកាសចាំបាច់រក្សារូបភាពគ្រួសារអ្នកមានដូច្នេះអ្នកមិនអាចធ្វើអ្វីដែលអ្នកចង់ធ្វើដូចដែលអ្នកធ្លាប់ធ្វើនៅក្នុងគ្រួសារខាងបានទេចូលមានចិត្តល្អមែនហើយខ្ញុំនឹងស្ដាប់បងប្រុសអនុប្រធានដើម្បីធានាបាននៅរឿងនេះការរក្សាស្ថិរភាពនៃសម្ព័ន្ធភាពតម្រូវឲ្យមានរយៈពេលកំណត់ជារៀងរាល់សប្តាហ៍សម្រាប់ការមិនអាចការពារបាន2 ដងក្នុងមួយសប្តាហ៍មានតែ2 ដងប៉ុណ្ណោះតើតួឯកប្រុសទាំងអស់នៅក្នុងប្រឡោមលោកមិនអាចរួមភេទបាន7 ដងក្នុងមួយយប់ទេតើវាជា7 ថ្ងៃក្នុងមួយសប្តាហ៍មែនទេចឹងមនុស្សគួរតែរៀនគ្រប់គ្រងបំណងប្រាថ្នារបស់ពួកគេជំនួសឲ្យការត្រូវបានគ្រប់ដណ្ដប់ដោយសេចក្តីប៉ងប្រាថ្នាខ្ញុំសង្ឃឹមថាអ្នកមិនចំណាយថាមពលនិងពេលវេលាច្រើនពេកទេដាក់វាទៅក្នុងរឿងតូចតាចទាំងអស់នេះតើអ្នកយល់ទេមិត្តរួមការងាររបស់ខ្ញុំសូមអង្វរប្រធានកិច្ចការសិស្សឲ្យឈប់បង្រៀនខ្ញុំ
ចា300 2008 8 8 6 6 0 0 8 4 261មិនអីទេបងប្រុសឡងតាបងប្រុសមានសំណួរអ្វីផ្សេងទៀតទេចំនួនទី3ដំបូងចូលចិត្តបែបនេះយើងអាចពិភាក្សាអំពីបញ្ហាផ្សេងទៀតនៅពេលក្រោយបើកបចៅវាយមកដល់ហើយអ្នកទៅមុនគេតើអ្នកនឹងធ្វើអ្វីដូចដែលបានរៀបរាប់ពីមុន2 ដងក្នុងមួយសប្តាហ៍ប៉ុន្តែនៅក្នុងឡានរថយន្តមានអ៊ីសូឡង់សំឡេងដ៏ល្អឥតខ្ចោះអ្នកអាចសាកល្បងវាបានសួស្តីលោកខាងអនភាពថវិកាត្រីមាសទី3លើសពី2ដល់6ផែនការដែលបានកែសម្រួលកាលពី3ឆ្នាំមុននាយកប្រតិបត្តិជាន់ខ្ពស់ទាំងអស់របស់តុងហាមានទោសអូបងប្រុសអ្នកសង្ហាណាស់ខ្ញុំមិនចាក់ចេញទេខ្ញុំមិនចាក់ចេញទេសង្ហាណាស់សូមថយក្រោយបន្តិចបើកផ្លូវបងប្រុសច្បងបងប្រុសអូនបានខំប្រឹងធ្វើការណាស់អូនសម្លាញ់អូនមិនទាន់នៅផ្ទះទេពេលនេះបងប្រុសវីបងប្រុសម្ដងទៀតខ្ញុំដឹងថាវាសម្រាប់សង្គ្រាមបងប្រុសហេតុអ្វីបានជាអ្នកនៅទីនេះយប់មិញអ្នកមិនបានរងរបួសជង្គង់ទេខ្ញុំមិនដឹងពីកម្លាំងខ្លួនឯងទេខ្ញុំមិនមានចេតនាដូច្នោះទេមិនចាំបាច់អ្នករវល់ជាមួយរឿងផ្ទាល់ខ្លួនរបស់អ្នកខ្ញុំនឹងលាបថ្នាំឲ្យអ្នកកុំជ្រៀតជ្រែកគ្នាទៅវិញទៅមកប្រសិទ្ធភាពមកជាមុនសិនការធ្វើដំណើរត្រឡប់មកវិញចំណាយពេលកន្លះម៉ោងដោយមិនរាប់បញ្ចូលការហៅទូរស័ព្ទសន្និសីទរយៈពេលកន្លះម៉ោងនៅសល់កន្លះម៉ោងទៀតកន្លះម៉ោងមិនគ្រប់គ្រាន់ទេមែនទេកន្លះម៉ោងណាតើអតីតគូស្នេហ៍របស់អ្នកនៅទីនេះទេការិយាល័យរបស់អ្នកបើមើលពីខាងក្រៅមិនឃើញទេបន្ទាប់មកភ្លេចវាអាចស្រឡាញ់ខ្ញុំនៅជុំវិញបើកភ្នែករបស់អ្នកមកអូនសម្លាញ់ត្រឹមតែ20នាទីប៉ុណ្ណោះវាគ្រាន់តែកើតឡើងដើម្បីផ្គូផ្គងនឹងពេលវេលាដែលបានគ្រោងទុកទេខ្ញុំមិនទាន់រួចរាល់នៅឡើយទេនោះពិតជាព្រឹត្តិការណ៍ដែលមិននឹកស្មានដល់មួយទៀតសួស្តីកិច្ចប្រជុំបន្ទាន់ខ្ញុំឃើញរៀបចំសម្ភារៈរបស់អ្នកឥឡូវនេះហើយបង្ហាញវានៅក្នុងកិច្ចប្រជុំក្នុងរយៈពេល10នាទីខ្ញុំមានរឿងផ្សេងទៀតដែលត្រូវធ្វើអ្នកបង្កើតវាឡើងមែនទេអ្នកមិនទាន់ងូតទឹកផងឬវាកាន់តែងាយស្រួលក្នុងការមានផ្ទៃពោះនៅខាងក្នុងដោយគ្មានវានិយាយអញ្ចឹងកុំមករកខ្ញុំគ្រប់ពេលលុះត្រាតែវាពិតជាចាំបាច់ណាស់លេខាធិការនឹងសម្របសម្រួលការរៀបចំអាពាហ៍ពិពាហ៍របស់យើងជាមួយអ្នកជីវិតអាពាហ៍ពិពាហ៍ត្រូវការលេខាធិការដើម្បីដោះស្រាយការទំនាក់ទំនងប៉ុន្តែខ្ញុំមិនទាន់បានបញ្ជាក់ពីខ្លួនឯងនៅឡើយទេ20នាទីចុងក្រោយទាំងនោះពិតជាឧបទ្ទហេតុមួយមែនខ្ញុំមិនដឹងថាអ្នកណានិយាយវាដោយសុចរិតបែបនេះទេអ្នកណាដែលដឹងពីរបៀបគ្រប់គ្រងចំណងរបស់ខ្លួនភ្ញាក់ឡើងអ្នកកុហកដ៏ធំឡើងទៅងូតទឹកនៅជាន់លើសេណារីយ៉ូខាងក្រោមគឺមានសារៈសំខាន់ខ្លាំងណាស់ខ្ញុំហត់ពេកហើយមិនអាចធ្វើអ្វីផ្សេងទៀតបានទេតាំងពីដើមដល់ពេលនេះ
ទោះជាយ៉ាងណាក៏ដោយបរិយាកាសនេះមានរយៈពេលត្រឹមតែ2ម៉ោងប៉ុណ្ណោះសុខភាពរបស់អ្នកពិតជាអាក្រក់ណាស់ខ្ញុំត្រូវបង្កើនការហាត់ប្រាណរបស់ខ្ញុំនាពេលអនាគតតើអ្នកហ៊ាននិយាយបែបនោះដោយរបៀបណាវាមិនមែនជាកំហុសរបស់អ្នកទាំងអស់ទេសកម្មភាពច្រើនណាស់ខ្ញុំនឹងនៅមាត់បង្អួចបន្តិចទៀតពេលខ្លះខ្ញុំត្រូវនៅខាងមុខពេលខ្លះខ្ញុំត្រូវឈរអ្នកនិយាយថាខ្ញុំមានកម្លាំងខ្សោយខាងរាងកាយអំឡុងពេលសម្ដែងកាយសម្ព័ន្ធសួរអ្នកណាដែលអាចដោះស្រាយរឿងនេះបានមិនអីទេឈប់និយាយហើយបិទមាត់ទៅបើអ្នកមិនអាចដើរបានទេខ្ញុំអាចលើកអ្នកឡើងបានខ្ញុំនឹងរងចាំអ្នកនៅខាងក្រៅឡានទៅស្លៀកពាក់ឈប់និយាយទៅខ្ញុំស្អប់ឡាននេះខ្ញុំនឹងទៅងូតទឹកមុនសិនអ្នកណាវាយខ្ញុំនោះជំនួសខ្ញុំមិនចង់ពាក់វាទេខ្ញុំចង់ពាក់វាណាស់រ៉ូបកេងពណ៌ខៀវនិងសក្នុងនីងលីពណ៌ប្រផេះតើមានភាពខុសគ្នាយ៉ាងណារវាងអ្នកជិតខាងដែលដេកក្នុងពូជនោះនៅពាក់ឬអត់ខ្ញុំនឹងរវល់បងស្រីខ្ញុំទៅតែងមួយគេងខ្ញុំនឹកអ្នកខ្លាំងណាស់តើអ្នកគេងលក់ទេបើអ្នកមិនអាចដើរបានទៀតទេចូលជប់ដើរសម្រាប់មួយផ្លែតយ៉ាងណាក៏ដោយខ្ញុំគ្មានអ្វីសំខាន់ត្រូវធ្វើទេដូចប្អូនស្រីរបស់ខ្ញុំដែរខ្ញុំចូលចិត្តមិនឃើញអ្វីនៅពេលយប់ខ្ញុំមិនចាក់ចេញទេបើអ្នកខ្វាក់ភ្នែកអរគុណការចិញ្ចឹមកូនគឺតែងតែគ្រាន់តែជាការឈ្លោះប្រកែកគ្នាខឹងគឺខឹងឃ្លានទេនេះជាអត្ថន័យនៃការចេញទៅក្រៅនៅពេលថ្ងៃបានទិញនៅម្ខាងអ្នកអាចញ៉ាំបាននេះច្បាស់ជានំដែលខ្ញុំចូលចិត្តជាងគេគាត់ពិតជាទិញវាដោយចៃដន្យមែនជូនពរអ្នកបងប្រុសឲ្យជួបតែសំណាងល្អអ្នកច្បាស់ជាមិនចូលចិត្តបង្អែមប្រភេទនេះទេមនុស្សធ្វើនំខេកតើអ្នកនឹងទិញមួយនៅពេលអ្នកកំពុងធ្វើវាមែនទេអ្នកប្រកាសជាបានសុំឲ្យនរណាម្នាក់ធ្វើរឿងនេះឲ្យខ្ញុំជាពិសេសហើយមែនទេអូបើចង់សុំទោសគ្រាន់តែនិយាយសុំទោសទៅហេតុអ្វីត្រូវស្ដីបន្ទោសគេកុំគិតច្រើនពេកយើងបានយល់ព្រមទៅម្ខាងខ្ញុំត្រូវបន្តធ្វើការបងប្រុសឡុងខ្ញុំអភ័យទោសឲ្យអ្នកហើយទទួលយកការសុំទោសរបស់អ្នកខ្លាញ់ខ្ញុំថត់ទោះបីជាលើកនេះអ្នកទិញនំខេកឲ្យខ្ញុំ10ដុំក៏ដោយខ្ញុំនឹងមិនអត់ទោសឲ្យអ្នកឡើយគាត់ខឹងទៀតហើយយប់មិញតើអ្នកកំពុងហៅទូរស័ព្ទទៅនីងដើម្បីអ្វីតើជាທາງនីងថតឬທາງនីងស្គមអេរិយាបថគេងរបស់អ្នកមិនល្អទេបើដែលដាក់នៅលើគែមក្រែមមិនត្រឹមតែងាយនឹងធ្លាក់ចេញប៉ុណ្ណោះទេលើសពីនេះទៅទៀតសម្ពាធរយៈពេលវែងចំពោះការគេងបានធ្វើឲ្យការគេងរបស់ខ្ញុំវិលមករកភាពធម្មតាវិញប៉ះពាល់ដល់គុណភាពនៃការគេងវាក៏អាចធ្វើឲ្យខូចឆ្អឹងក្នុងមាត់ស្បូនផងដែរខ្លាយជាហេតុអ្វីបានជាអ្នកមិនស្ដាប់បង្គាប់ដូច្នេះ
តើអ្នកកំពុងធ្វើអ្វីលេងខ្ញុំទៅកុំរើអីអ្នកបាននិយាយថាខ្ញុំថត់មូលហេតុដែលធ្វើឲ្យអ្នកខឹងសម្បាគឺដោយសារតែរឿងនេះកញ្ញាដោយផ្អែកលើកម្ពស់និងទម្ងន់របស់អ្នករយៈពេលនៃការចង្អុលបង្ហាញ MBI របស់អ្នកជាកម្មសិទ្ធិរបស់ជួរស្ដាងជាងអ្នកមិនទាន់ភ្លេចទេផ្ទុយទៅវិញការគោរពសមស្របគឺត្រូវការបន្ទាប់មកខ្ញុំចង់រូបរាងដ៏ស្មីមានទំគួរឲ្យជឿរបស់ព្រះមហាក្សត្រីយេនីនិងអូនស្រីរបស់នាងការណែនាំអំពីការចម្អិនអាហាររបស់ខ្ញុំល្អជាងរបស់អ្នកមែនទេតើអ្នកចង់និយាយអ្វីទិញអ្វីដែលអ្នកត្រូវការថ្ងៃនេះកុំរងចាំដល់ថ្ងៃស្អែកតើយើងអាចអត់ទោសឲ្យគាត់ចំពោះការរងចាំមួយថ្ងៃទៀតបានទេក្រោយមកខ្ញុំនឹងធ្វើតាមច្បាប់របស់ឪពុកខ្ញុំបន្តិចម្ដងគន្លឹះនៃទំនាក់ទំនងល្អវាងស្វាមីនិងភរិយាគេងឆ្ងល់ថាខ្ញុំបានធ្វើអ្វីបងស្រីខ្ញុំនឹកអ្នកណាស់តើអ្នកណានឹងព្រឹកព្រលឹមស្រាំងនៅឡុងគូប្អូនស្រីខ្ញុំនៅឯណាតើអ្នកបានទូរស័ព្ទអូនស្រីខ្ញុំដោយរបៀបណាតើអ្នកមិនដឹងទេគាត់ប្រហែលជាភ្លេចទូរស័ព្ទរបស់គាត់ពេលគាត់ទៅធ្វើការព្រឹកមិញ 962 00 31 32 761 31 41 41 បងស្រីរបស់ខ្ញុំប្រហែលជាមានវិន័យលើខ្លួនឯងបំផុតការចូលគេងពីព្រលឹមនិងភ្ញាក់ពីព្រលឹមគឺល្អជាងសម្រាប់សុខភាពរបស់អ្នកការគេងយប់ជ្រៅមិនល្អសម្រាប់សុខភាពទេវាអាចធ្វើឲ្យមនុស្សមានអារម្មណ៍អស់កម្លាំងយឺតក្នុងការប្រតិកម្មអ្នកក្រោកពីដំណេកយឺតណាស់ការបម្រើជំនួញពិតប្រាកដគឺពេញចិត្តណាស់តាមឡើយការបង្រៀនពីទស្សនៈត្រឹមត្រូវនេះជារបៀបដែលអ្នកអតេមានអារម្មណ៍គ្មានអ្វីចម្លែកទេដែលឡុងមីងចូលចិត្តម្ចាស់ផ្ទះនិងអ្នកអប់រំខ្ញុំបាននិយាយថាທາງសានខ្ញុំបាននៅជាមួយប្អូនប្រុសខ្ញុំតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលគាត់វាយខ្ញុំរហូតដល់សន្លប់ថៅកែដែលបានបដូរការងារបងស្រីអ្វីត្រូវគិតគូរពីឋានៈរបស់អ្នកខ្ញុំឥឡូវនេះជាប្អូនថ្លៃស្រីរបស់អ្នកហើយខ្ញុំកំពុងដាក់ទូរស័ព្ទឥឡូវនេះប៉ុណ្ណឹងហើយចាំប្រាប់ប្អូនស្រីខ្ញុំផងសូមឲ្យគាត់ទូរស័ព្ទមកខ្ញុំវិញអូតើអ្នកដឹងអំពីសម្លៀកបំពាក់របស់ខ្ញុំដោយរបៀបណាទី1ខ្ញុំតែងតែនៅទីនេះអ្នកមិនបានកត់សម្គាល់វាទេទី2ខ្ញុំអាចគ្រប់គ្រងការសម្លឹងរបស់ខ្ញុំបានហើយមិនមានការរចនាពិសេសណាមួយឡើយទី3យើងជាប្តីប្រពន្ធស្របច្បាប់មិនខ្វល់ទេតើខ្ញុំមើលទៅស្អាតទេក្នុងឈុតនេះពីទស្សនៈគោលបំណងមួយល្អអរគុណបងប្រុសហេតុអ្វីខ្ញុំមិនអាចថាបគាត់បានតើអ្នកមិនបាននិយាយថាយើងជាប្តីប្រពន្ធស្របច្បាប់ទេអ្នកមិនទាន់បានដុសធ្មេញនៅឡើយទេបងប្រុសថាងខ្ញុំបានសរសើរអ្នកចំពោះរូបរាងរបស់អ្នកហើយអ្នកបាននិយាយថាខ្ញុំមិនទាន់បានដុសធ្មេញផងហើយខ្ញុំមានក្លិនល្អណាស់យល់ទេមានអារម្មណ៍សោកស្ដាយខ្ញុំបានទទួលការអប់រំជាអ្នកស្នងរកតាំងពីក្មេងខ្ញុំភាកច្រើនតាក់ទងជាមួយបុរសអ្វីដែលខ្ញុំទើបតែនិយាយគឺពិតជាមិនសមរម្យបន្តិចសូមយល់អ្នកគ្រាន់តែធ្វើឲ្យខ្ញុំឈឺចាប់ដូច្នេះអ្នកត្រូវតែផ្ដល់សំណើតូចមួយដល់ខ្ញុំអ្នកអាចជ្រើសរើសគុជប្រភេទថ្មីបំផុតនៅតែជានំស្ប៊ឺរីខ្ញុំត្រូវការឲ្យអ្នកក្រងសក់របស់ខ្ញុំមិនដែលធ្វើរឿងទាំងនេះទេនៅក្នុងផែនការជីវិតរបស់ខ្ញុំហើយទាំងនេះមិនដែលត្រូវបានរួមបញ្ចូលទេបងស្រីគាត់បាននិយាយថាអ្នកមានការចងចាំរូបថតឯកសារជាច្រើនអ្នកគ្រាន់តែត្រូវសម្លឹងមើលវាអ្នកអាចចងចាំរាល់ព័ត៌មានលម្អិតតើខ្ញុំអាចមើលវាដោយខ្លួនឯងថ្ងៃនេះបានទេគន្លឹះស្នេហាដំបូងមិនអីទេអីយ៉ាបងប្រុសឡុងអ្នកពិតជាអស្ចារ្យណាស់អ្នកអាចរៀនវាបានក្នុងមួយផ្លែខ្ញុំបានប៉ះថ្នាំសង្គ្រោះបន្ទាន់មួយឆ្នាំទី2នៃអាពាហ៍ពិពាហ៍នៅតែស្ថិតក្នុងរដូវក្រេបទឹកឃ្មុំនេះជាករណីលើកលែងតែម្ដងប៉ុណ្ណោះហើយលើកក្រោយនឹងមិនមានទៀតទេថ្ងៃនេះយើងនឹងទៅផ្ទះអ្នកមានម្ដងទៀតឡុងគូមិនដូចខាងក្រៅទេដូច្នេះហើយអ្នកមិនអាចធ្វើអ្វីដែលអ្នកចង់ធ្វើបានទៀតទេបើមិនដូច្នោះទេអ្វី
ខ្ញុំពិតជាសរសើរដៃគូរបស់ខ្ញុំណាស់បើមិនដូច្នោះទេ2ដងក្នុងមួយសប្តាហ៍នឹងត្រូវបដូរទៅ7ដងក្នុងមួយសប្តាហ៍តើ7ដងប៉ុន្មានបងប្រុសឡុងតើអ្នកអាចផ្ដល់រង្វាន់ដល់ខ្លួនឯងដោយសម្ងាត់ដោយរបៀបណាខ្ញុំបានទិញផ្កាឲ្យពួកគេតើអ្នកគិតថាម៉ាក់និងប៉ានឹងចូលចិត្តវាទេកុំបារម្ភអីម្ដាយខ្ញុំងាយស្រួលនិយាយជាមួយណាស់ហើយមិនមានចរិតពិសេសអ្វីឡើយតើគាត់នឹងចូលចិត្តខ្ញុំទេឪពុកខ្ញុំតឹងរឹងខ្លាំងណាស់ជាមួយកូនរបស់គាត់ប្អូនស្រីរបស់អ្នកនៅស្ងៀមមូលហេតុដែលគាត់បានជ្រើសរើសវត្ថុដោយប្រុងប្រយ័ត្នហើយឥឡូវនេះមូលហេតុបានផ្លាស់ប្ដូរមករកអ្នកខ្ញុំមិនប្រកាសថាគាត់អាចទទួលយកបានឬអត់ទេនេះជាផ្កាដែលខ្ញុំចូលចិត្តបំផុតខ្ញុំដឹងថាអ្នកពិតជាមិនចូលចិត្តកាន់ភូមិផ្កាដ៏ធំមួយទេដូច្នេះខ្ញុំទទួលបានតែមួយប៉ុណ្ណោះលាក់ទុកក្នុងសម្លៀកបំពាក់មានតែអ្នកទេដែលអាចមើលឃើញវាអរគុណតេងជើបានត្រឡប់មកវិញហើយអស្ចារ្យណាស់សួស្ដីម៉ាក់និងប៉ាក្មេងស្រីបែបនេះតើនាងអាចទទួលខុសត្រូវក្នុងនាមជាស្រីកំណាន់បន្ថែមដោយរបៀបណាផ្កាទាំងនេះសម្រាប់អ្នកសូមអង្គុយចុះខ្ញុំដឹងអ្វីទាំងអស់ចាប់តាំងពីអ្នកបានធ្វើការសម្រេចចិត្តរបស់អ្នកបន្ទាប់មកដោះស្រាយវាឲ្យបានត្រឹមត្រូវខ្ញុំមិនអាចទ្រាំទ្រនឹងការបាត់បង់មុខមាត់បានទេយល់ចិត្តលោកប៉ាខាងនាងមែនទេនេះជាខ្សែដៃដែលបានបន្សល់ទុកពីជីដូនមួយជំនាន់ទៅជីដូនមួយក្នុងគ្រួសារអ្នកមានម៉ាក់បានឲ្យវាមកខ្ញុំនៅថ្ងៃនេះខ្ញុំសង្ឃឹមថាអ្នកនឹងសប្បាយចិត្តជានិច្ចអីយ៉ាស្អាតណាស់អរគុណម៉ាក់ខ្ញុំពិតជាចូលចិត្តវាណាស់តើខ្ញុំអាចពាក់វាឥឡូវនេះបានទេប្រាកដហើយបងប្រុសឡុងតើអ្នកអាចជួយខ្ញុំបានទេអីយ៉ាស្អាតណាស់សុខសប្បាយជាទេមើលទៅល្អទេគោរពអំពើល្អខ្លះផងគូបានមកជាមួយខ្ញុំមកមើលម៉ាក់អ្នកបានរស់នៅទីនេះអស់រយៈពេលជាច្រើនឆ្នាំវាគួរតែច្បាស់ណាស់ថាប្រពន្ធរបស់អ្នកនឹងក្លាយជាស្ត្រីមេផ្ទះដែលមានទ្រព្យសម្បត្តិច្រើនក្មេងស្រីបែបនេះដែលមហិច្ឆតារបស់នាងមិនទាន់ត្រូវបានកាត់បន្ថយនៅឡើយទេតើខ្ញុំអាចសំនឹងទទួលបានវាទេខ្ញុំនិងឪពុកខាងនាងបានរៀបការរួចរាល់ហើយបន្ទុករបស់មនុស្សរាប់រយរាប់ពាន់អ្នកនៅក្នុងក្រុមនេះស្ថិតនៅលើស្មារបស់អ្នកតើអ្នកដឹងពីតម្លៃដែលអ្នកនឹងត្រូវចំណាយសម្រាប់ការសម្រេចចិត្តនេះទេខ្ញុំដឹងថាបញ្ហានេះមិនសំខាន់ទេចាប់តាំងពីអ្នកទូចលើរឿងនេះខ្ញុំនឹងផ្ដល់ឱកាសឲ្យគាត់ម្ដងទៀតពេលខែជាអាណត្តិប្រសិនបើអ្នកមិនអាចបណ្ដុះបណ្ដាលគាត់ឲ្យក្លាយជាមេគ្រួសារអ្នកមានម្នាក់មានសមត្ថភាពដូចម្ដាយរបស់អ្នកខ្ញុំបដិសេធទាំងស្រុងមិនទទួលស្គាល់កូនប្រសារស្រីម្នាក់នេះទេរូបថតទាំងនោះពិតជាស្រស់ស្អាតណាស់ប៉ាខ្ញុំជាប្តីរបស់គាត់ជាប្រពន្ធខ្ញុំដូច្នេះខ្ញុំពិតជាមិនអនុញ្ញាតឲ្យninhៗប្រសិនបើអ្នកជួបប្រទះនឹងភាពអយុត្តិធម៌ឬការលំបាកណាមួយការបង្ហាញតោះទៅលាហើយម៉ាក់ខ្ញុំនឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីចិញ្ចឹមអ្នកប៉ុន្តែគាត់នៅតែមិនរំខានខ្ញុំចង់ទុកឪពុកខ្ញុំចោលជាមួយអ្នកដែរសូមឲ្យលោកឪពុកនៅទីនោះដើម្បីណែនាំលោកម្ដងទៀត
លងទឹកប៉ាស្ដីបន្ទោសអ្នកម្ដងទៀតហើយឬនៅហេតុអ្វីបានជាឪពុកខ្ញុំស្ដីបន្ទោសខ្ញុំព្រោះគាត់មិនចូលចិត្តឲ្យខ្ញុំមានឋានៈដូចគាត់ទេអ្នកមិនអាចគ្រាន់តែនិយាយថាខ្ញុំជាក្មេងស្រីតូចម្នាក់បានទេមែនទេដូច្នេះខ្ញុំអាចបញ្ចេញកំហឹងរបស់ខ្ញុំមកលើអ្នកតែប៉ុណ្ណោះតើខ្ញុំខុសទេល្អអ្នកឆ្លាតជាងខ្ញុំគិតទៅទៀតមីងម៉ាក់មិនបានយកកាបូបទេអរគុណម៉ាក់គូមីងល្អណាស់អរគុណសម្រាប់ការសរសើរម៉ាក់វាកំពុងតែយឺតពេលហើយយើងនឹងមិនរំខានដល់ការសម្រាករបស់អ្នកទេខ្ញុំនឹងត្រឡប់ទៅវិញមុនគេហើយម៉ាក់ខ្ញុំនឹងផ្ញើរូបថតស្អាតមួយចំនួនទៅអ្នកពេលខ្ញុំត្រឡប់មកវិញល្អគូរងចាំមួយផ្លែតម៉ាក់មានរឿងចង់ប្រាប់កូនមិនអីទេខ្ញុំនឹងត្រឡប់ទៅឡានវិញហើយរងចាំអ្នកពិតជាមើលទៅដូចឪពុករបស់អ្នកណាស់ពេលខ្លះម៉ាក់គិតថាកូនគ្មានសង្ឃឹមដូចឡុងគូដែរនេះជាការទទួលខុសត្រូវរបស់ខ្ញុំទាំងអស់ជាធម្មតាគាត់ជាកូនល្អណាស់អាពាហ៍ពិពាហ៍នេះគឺជារឿងចៃដន្យមួយសំណាងល្អនិងសំណាងអាក្រក់អាស្រ័យគ្នាទៅវិញទៅមកប្រហែលជាគាត់នឹងក្លាយជាគូដ៏ល្អសម្រាប់អ្នកគ្មានដំណោះស្រាយទេអ្នកជាអ្នកដំបូងដែលនិយាយថាគាត់និងខ្ញុំជាគូស្រករល្អអ្នកអាចឈរដោយខ្លួនឯងបានយូរហើយគាត់មើលឃើញអ្វីនៅខាងមុខឆ្ងាយជាងម្ដាយរបស់គាត់ម៉ាក់គ្រាន់តែចង់ឲ្យកូនចាំប្រយោគមួយប៉ុណ្ណោះភរិយាដែលមានសុភមង្គលអាចសំខាន់ជាងម្ដាយដែលល្អឥតខ្ចោះកុំរងចាំរហូតដល់វាយឺតពេលទើបស្ដាយក្រោយខ្ញុំយឺតពេលសម្រាប់ម្ដាយរបស់ខ្ញុំសម្រាប់ខ្លះទៅខ្ញុំកំពុងចាក់ចេញឥឡូវនេះតើម៉ាក់របស់បងប្រុសឡុងបាននិយាយអ្វីទៅកាន់អ្នកគ្មានអ្វីទេម៉ាក់មិនចូលចិត្តខ្ញុំទេនោះមិនត្រឹមត្រូវទេខ្ញុំមានអារម្មណ៍ថាគាត់ពិតជាចូលចិត្តខ្ញុំណាស់បាទគាត់ចូលចិត្តអ្នកខ្លាំងណាស់ខ្ញុំដឹងហើយខ្ញុំក៏ចូលចិត្តគាត់ខ្លាំងណាស់ដែរគាត់ទន់ភ្លន់និងស្រស់ស្អាតប្រហែលជាប្រពន្ធដែលមានសុភមង្គលសំខាន់ជាងម្ដាយដែលល្អឥតខ្ចោះខ្ញុំនឹងមិនទទួលយកគាត់ទេប្រសិនបើគាត់មិនអាចធ្វើជាប្រពន្ធល្អបានកូនប្រសារស្រីម្នាក់នេះតើអេរិយាបថបែបណាដែលត្រូវអង្គុយបែបនេះហើយផ្អៀងខ្លួនទៅក្រោយបែបនេះការផ្អៀងខ្លួនទៅនឹងអ្វីមួយពិតជាមិនស្រួលដូចការដេកទេការនៅខាងក្រៅគឺល្អដូចការនៅខាងក្រៅដែរដេកបែបនេះពេលកំពុងជិះឡានអង្គុយចុះអណ្ដើកសង្ហាចំហៀងខាងស្ដាំពេញហើយពូអ្នកបើកបរសូមឈប់សិនខ្ញុំកំពុងអង្គុយត្រង់នៅទីនេះឥឡូវនេះខ្នងរបស់គាត់ត្រង់ណាស់ដៃរបស់គាត់ក៏ត្រូវបានដាក់នៅលើជង្គង់របស់គាត់ដែរតើមានអ្វីផ្សេងទៀតដែលអ្នកមិនពេញចិត្តទេបងស្រីអើយខ្ញុំនឹកអ្នកខ្លាំងណាស់តើអ្នកត្រឡប់មកវិញនៅពេលណាខ្ញុំក៏នឹកអ្នកដែរអ្នកធ្លាប់ទៅវិមានចាស់របស់អ្នកមានម្នាក់តើអ្នកមានអារម្មណ៍យ៉ាងណាដែរមើលនេះត្រូវបានម្ដាយរបស់ឡុងគូឲ្យមកខ្ញុំគេនិយាយថាវាជាប្រពៃណីមួយដែលបានបន្តពីគ្រួសារអ្នកមានមួយម្ដាយរបស់គាត់ជាមនុស្សដែលមានចិត្តល្អណាស់ទន់ភ្លន់និងស្រស់ស្អាតឪពុករបស់គាត់មានចរិតឆេវឆាវបន្តិចតើគាត់បានធ្វើឲ្យអ្នកពិបាកចិត្តទេឡុងជើមិនបានបិទផ្លូវទេល្អហើយនាងទោះបីជាគ្រួសារខាងរបស់យើងមិនអាចប្រៀបធៀបទៅនឹងគ្រួសារអ្នកមានបានក៏ដោយប៉ុន្តែអ្នកមិនចាំបាច់បារម្ភពីមិត្តរបស់នរណាម្នាក់ឡើយពួកគេចង់ធ្វើបាបគ្រួសារខាងអ្នកក៏ត្រូវសួរខ្ញុំជាមុនសិនថាតើខ្ញុំយល់ព្រមឬអត់ខាងនាងអ្នកអាចធ្វើអ្វីដែលអ្នកចង់បានក្រាបណាអ្នកសប្បាយចិត្តខ្ញុំឃើញបងស្រីអ្នកគឺល្អបំផុតអ្នកបានទីត្រូវហើយឡុងគូតើគាត់ល្អចំពោះអ្នកទេគាត់មានចរិតកាច់បន្តិចហើយតែងតែបង្រៀនខ្ញុំដោយទឹកមុខមើងម៉ាត់ប៉ុន្តែអ្នកដែលសាហាវនោះគឺមិនមានអ្វីទាំងអស់ឥទ្ធិពលរារាំងមានផលប៉ះពាល់តិចតួចណាស់ប៉ុន្តែគាត់គឺដូចគ្នានឹងអ្នកកាលពីអ្នកនៅតូចដែរទោះបីជានាងមានភាពមើងម៉ាត់ក៏ដោយក៏នាងងាយនឹងលួងលោមដែរបងស្រីប្រអប់ខ្មៅនៅពីក្រោយអ្នកគឺជាការចោទប្រកាន់មិនពិតស្អាតណាស់តើវាជាអំណោយពីឡុងគូមែនទេបងស្រីតើអ្នកសុខសប្បាយជាទេជាមួយឡុងគូគាត់ហាក់ដូចជាបុរសគួរឲ្យចាប់អារម្មណ៍ម្នាក់មែនទេវាមិនអីទេប៉ុន្តែសមត្ថភាពក្នុងការមានកូនគឺជាអ្វីដែលត្រូវពិចារណាខ្ញុំពិតជាអាចបញ្ជាក់វាបាននោះមិនមែនជាកម្លាំងពិតរបស់ខ្ញុំទេខ្ញុំត្រូវតែប្រាប់អ្នកយល់ព្រមទេខ្ញុំបានកត់សម្គាល់ឃើញថាស្នាមក្រហមនៅលើកដៃរបស់អ្នកមិនទាន់រសាយនៅឡើយទេខ្ញុំគិតថាថ្នាំពីម្សិលមិញមិនមានប្រសិទ្ធភាពទេខ្ញុំបានទិញកំប៉ុងថ្មីមួយឲ្យអ្នកវាគ្រាន់តែជាស្នាមកោសប៉ុណ្ណោះគ្មានអ្វីធ្ងន់ធ្ងរទេអ្នកអាចទៅឥឡូវនេះបានខ្ញុំរវល់អ្នករវល់ជាមួយរឿងផ្ទាល់ខ្លួនរបស់អ្នកខ្ញុំនឹងលាបថ្នាំឲ្យអ្នកកុំជ្រៀតជ្រែកគ្នាទៅវិញទៅមកតើអ្នកដឹងអំពីគោលការណ៍នៃទិសដៅពណ៌ទេមាន IQ ដូចគ្នានឹងបងប្រុសខ្ញុំដែរហេតុអ្វីបានជាអ្នកមិនទាន់ចាក់ចេញយប់នេះអ្នកចេញពីធ្វើការម៉ោងប៉ុន្មានប្រហែលម៉ោង 8មានអ្វីខុសក្រោយម៉ោង 8ខ្ញុំ
ខ្ញុំកំពុងរងចាំអ្នកនៅក្នុងបន្ទប់តើអ្នកកំពុងរងចាំខ្ញុំធ្វើអ្វីព្យាយាមម្ដងទៀតមិនសមរម្យកិច្ចប្រជុំទាំងពីរនៅសប្តាហ៍នេះត្រូវបានបញ្ចប់ដោយដែលបានព្រមព្រៀងគ្នាយោងតាមកិច្ចព្រមព្រៀងវាគួរតែជាសប្តាហ៍ក្រោយបន្ទាប់មកខាងចាងបានឲ្យបរិះនោះនាំចៅវាយក្មេងចេញទៅហេប្រញាប់ឡើងហើយដើរចេញទៅឡM730 00 45 50 300 00 45 52 800ខ្ញុំជាតារាល្បីម្នាក់ហើយខ្ញុំទើបតែត្រូវបានគេបណ្ដេញចេញបែបនោះប្អូនថ្លៃស្រីតូចហេតុអ្វីបានជាអ្នកហៅខ្ញុំនៅម៉ោងនេះតើបងប្រុសរបស់ខ្ញុំបានចិញ្ចឹមខ្ញុំម្ដងទៀតហើយឬនៅបងប្រុសថ្លៃឲ្យអ្នកពិតជាយល់ពីខ្ញុំណាស់គាត់កាចសាហាវពេកគាត់ខឹងពេកឃើញមុខធ្លាក់ភ្នែកត្រជាក់ខ្ញុំស្ទើរតែកកក្នុងទឹកកកវាពិតជាចៃដន្យណាស់ដែលយើងនៅជាមួយគ្នាប្អូនស្រីរបស់អ្នកមិនបារម្ភពីកម្ដៅរបស់វាទេគាត់ទើបតែបណ្ដេញខ្ញុំចេញយើងពិតជាស្ថិតនៅក្នុងទូកតែមួយកុំនិយាយមិនសមហេតុសមផលអីប្អូនស្រីខ្ញុំមិនកាចសាហាវតតែសោះគាត់គឺជាបងស្រីដ៏ស្លូតបូតនិងល្អបំផុតនៅលើពិភពលោកតើបរិះចាក់ទឹកគ្មានចំណុចខ្សោយតតែសោះឬទឹកនេះហើយបានជាវិលបាន360ដឺក្រេដែលគ្មានចំណុចខ្វះខាតអ្វីទាំងអស់ល្អឥតខ្ចោះដូចមនុស្សយន្តគាត់ធ្លាប់វាពិតជាផ្ទាំងទឹកកកមួយពីគ្រប់មុំប៉ុន្តែឥឡូវនេះមានចំណុចខ្វាក់តូចមួយចំនួនអ្វីសាក់លបងវានៅពេលក្រោយគាត់ស្ដីបន្ទោសអ្នកដោយមុខវែងកុំឆ្លោះជាមួយគាត់អ្នកអប់គាត់ហើយប៉ះគាត់សម្ដែងគួរឲ្យស្រឡាញ់ធ្វើខ្លួនគួរឲ្យស្រឡាញ់នៅចំពោះមុខបងប្រុសរបស់អ្នកនេះពិតជាពិបាកមិនគួរឲ្យជឿអ្នកអាចធ្វើបានជឿខ្ញុំមិនអីទេខ្ញុំនឹងសាក់លបងវានៅពេលក្រោយអរគុណបងថ្លៃមិនអីទេអូនិយាយអញ្ចឹងបងស្រីរបស់អ្នកតើមានអ្វីដែលអ្នកចូលចិត្តជាពិសេសទេខ្ញុំអូនោះមិនមែនជាអ្វីដែលខ្ញុំចង់មានន័យនោះទេខ្ញុំចង់មានន័យថាមួយដែលខ្ញុំចូលចិត្តគឺជាឧទាហរណ៍តើអ្នកចូលចិត្តញ៉ាំអ្វីបងស្រីរបស់ខ្ញុំបានខំរៀនតាំងពីនាងនៅតូចមកម្លេះរវល់គ្រប់គ្រងក្រុមហ៊ុនក្រៅពីការងារវាហាក់ដូចជាមានពេលតិចតួចណាស់ដើម្បីធ្វើរឿងផ្សេងទៀតប៉ុន្តែខ្ញុំដឹងហើយគាត់មិនចូលចិត្តអ្វីដែលផ្សងព្រេងឬគ្រោះថ្នាក់នោះទេឧទាហរណ៍ការប្រណាំងសេះការលោតបាំងជីការជិះស្គីនិងអ្វីផ្សេងទៀតខ្ញុំចង់មិនសួរទេអ្វីដែលបងស្រីរបស់អ្នកមិនចូលចិត្តសុទ្ធតែជាជំនាញពិសេសរបស់ខ្ញុំអូត្រូវហើយបងថ្លៃឲ្យតើអ្នកអាចជួយខ្ញុំមួយបានទេថ្ងៃស្អែកជាថ្ងៃកំណើតបងស្រីរបស់ខ្ញុំតើអ្នកអាចយកនំខេកមួយដុំទៅឲ្យនាងសម្រាប់ខ្ញុំបានទេថ្ងៃកំណើតបាត់មិនអីទេមើលវាសម្រាប់បងថ្លៃរបស់អ្នកបងប្រុសឡុងនៅតែខឹងទៀតឬតើខ្ញុំកំពុងលេបសារធាតុអេសេនដើម្បីអ្វីបងឡុងចាំខ្ញុំផងជើងរបស់អ្នកវែងពេកខ្ញុំមិនអាចតាមទាន់បានទេបងឡុងមិនក៏គាត់សង្ហាម្លេះហើយជើងវែងបែបនេះតើព្រះបានប្រទានលុយប្រភេទណាដល់អ្នកគាត់មិនខ្វល់ទេប្រសិនបើគាត់ឲ្យវាទៅអ្នកការធ្វើខ្លួនឲ្យគួរឲ្យស្រឡាញ់មិនបានសម្រេចទេតើការវាយលុករបស់ខ្ញុំមិនខ្លាំងគ្រប់គ្រាន់ទេបងប្រុសឲ្យខ្ញុំបានឮថាប្អូនប្រុសឆ្លោះជាមួយបងថ្លៃស្រីរបស់ប្អូនស្រីបងប្រុសខ្ញុំកំពុងប្រាប់អ្នកថាអ្នកត្រូវផ្លាស់ប្ដូរចរិតឆេវឆាវរបស់អ្នកមនុស្សចាស់មិនត្រូវបានគេសន្មតថាត្រូវបានលួងលោមឬដាក់វិន័យនោះទេមិនយូរមិនឆាប់អ្នកនឹងបំភ័យបងថ្លៃស្រីរបស់អ្នកចេញប្រសិនបើអ្នកបន្តធ្វើបែបនេះចូលមកខ្ញុំដឹងថាខ្ញុំខុសមានរឿងអ្វីកើតឡើងទៀតវាមិនអាចពន្យល់បានទេខ្ញុំដឹងថាខ្ញុំខុសដូច្នេះហើយបានជាខ្ញុំនៅទីនេះដើម្បីសុំទោសអ្នកវាល្អដែលអ្នកដឹងថាអ្នកខុសឥឡូវនេះអ្នកជាស្ត្រីមេផ្ទះដ៏មានទ្រព្យសម្បត្តិម្នាក់រាល់ពាក្យសម្ដីនិងសកម្មភាពរបស់អ្នកតំណាងឲ្យការអាណិតអាសូររបស់អ្នកមានអ្នកគួរតែចងចាំអត្តសញ្ញាណរបស់អ្នកជានិច្ចទទួលបន្ទុកភារកិច្ចដែលត្រូវគ្នារបស់អ្នកមិនថានៅទីសាធារណៈឬនៅកន្លែងដែលអ្នកអតីមើលមិនឃើញខ្ញុំមិនស្ដាប់ការអួតអាងស្រោមសម្បត្តិក្រហមនិងសូត្រគំពីទេគាត់បាននិយាយថាគាត់នឹងទៅជាមួយខ្ញុំនៅពេលខ្ញុំត្រឡប់ទៅផ្ទះឪពុកម្ដាយខ្ញុំវិញនៅថ្ងៃស្អែកមែនទេការអំដំណើរអ្នកក្នុងការវិលត្រឡប់ទៅលេងផ្ទះឪពុកម្ដាយរបស់អ្នកគឺជាកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាស្វាមីត
តើអ្នកកំពុងមើលអ្វីបងប្រុសທາງអ្នកមិនត្រឹមតែសង្ហាទេគាត់ពិតជាលយណាស់ពេលគាត់ធ្វើអ្វីមួយបងឡុងតើខ្ញុំអាចសុំជំនួយពីបងបានទេពេលដែលមានតែយើងពីរនាក់អ្នកអាចមានលក្ខណៈធម្មតាជាងនេះបន្តិចការកាន់វាបែបនេះយូរគឺហត់នឿយណាស់ទេយើងជាប្តីប្រពន្ធគ្នាមិនមែនជាមនុស្សក្រៅផ្ទះទេយល់ទេខ្ញុំមានគោលការណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំបើខ្ញុំនិយាយថាទេគឺទេសូមថ្ងៃនេះជាថ្ងៃទី3នៃពិធីមង្គលការរបស់យើងនេះនឹងមិនត្រូវបានធ្វើម្ដងទៀតទេមិនអីទេយើងអាចធ្វើការលើកលែងបានលើកនេះចាប់ពីពេលនេះទៅអ្នកត្រូវតែស្ដាប់ខ្ញុំគ្រប់រឿងជ្រើសរើសច្បាប់ដោយគោរពប្រតិបត្តិគ្រួសារທາງរបស់គ្រួសារທາງតែងតែទៅឋានសួគ៌មែនទេមិនមានច្បាប់ច្រើនដើម្បីជ្រើសរើសទេនេះមានតម្លៃ500ក្នុងមួយវងប្រុសធំក្លិនរបស់អ្នកក្រអូបណាស់តើអ្នកបានប្រើទឹកអប់អ្វីតើមានអ្វីកើតឡើងម្ដងទៀតខ្ញុំបានបញ្ជាក់រួចហើយថា2 ដងក្នុងមួយសប្តាហ៍គឺគ្រប់គ្រាន់ហើយការដឹកជញ្ជូនលើសកម្រិតនឹងបង្កើនអត្រាដឹកជញ្ជូនហើយវានឹងធ្វើឲ្យមនុស្សញៀនវាអ្នកមិនត្រូវធ្វើបែបនោះម្ដងទៀតទេយប់នេះខ្ញុំនឹងដេកក្នុងបន្ទប់ភ្ញៀវសម្រាប់ខ្លះទៅកុំឲ្យគេដឹងពីផែនការបម្រុងរបស់ខ្ញុំតាំងពីក្មេងអីអ្នកខ្ញុំគ្រាន់តែសរសើរថាវាឆ្ងាញ់ប៉ុណ្ណាតើវាคล้ายជាខ្ញុំដែលបណ្ដោយខ្លួនទៅនឹងតណ្ហាដោយរបៀបណាប៉ុន្តែប្រសិនបើគាត់ទៅដេកក្នុងបន្ទប់ភ្ញៀវបើដូច្នោះមែនគ្មានអ្នកណារំខានខ្ញុំទេពេលខ្ញុំលេងហ្គេមឬមើលរឿងភាគរីករាយជាមួយបន្ទប់គេងមេដ៏ប្រណីតគាត់នៅក្មេងនៅឡើយបេះដូងនឹងព្រលឹងវាមិនមែនថាខ្ញុំនៅតែបែបនេះទេក្រៅពីនេះថ្ងៃនេះគ្រាន់តែជាថ្ងៃទី3ប៉ុណ្ណោះនៃពិធីមង្គលការរបស់យើងប្រហែលជាខ្ញុំអាចធ្វើវាបានពាក់កណ្ដាលជីវិតរបស់ខ្ញុំទៀតសម្រាប់ជាប្រយោជន៍នៃថ្ងៃទី3នៃអាពាហ៍ពិពាហ៍របស់ពួកគេតើខ្ញុំអាចយកម៉ាស៊ីនផ្សេងថ្ងៃនេះបានទេឃើញទេហា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 សូមមើលការបែកបាក់នៅថ្ងៃទី3នៃអាពាហ៍ពិពាហ៍របស់ពួកគេថ្ងៃនេះខ្ញុំអាចយល់ចិត្តខ្លួនឯងបានច្បាស់ណាស់គួរឲ្យស្រឡាញ់ណាស់ខ្ញុំនឹងនៅជាមួយអ្នកយើងយល់ព្រមដេកក្នុងបន្ទប់ភ្ញៀវមែនទេវានឹងមិនសមរម្យបន្តិចបើត្រឡប់មកវិញនៅពេលផ្សេងទៀតខ្ញុំបានដេកលក់កាលពីយប់មិញឡុងគូប្រញាប់ត្រឡប់មកវិញឡុងគូច្បាស់ជាបានចាក់ចេញហើយអូទេខ្ញុំញ៉ាំអាហារសម្រន់ច្រើនពេកហើយមាត់ខ្ញុំស្ងួតខ្លាំង